thread ធ្វើឲ្យមនុស្សខ្វះកហើយក៏លោភលន់ត្រូវបងប្អូនទាំងអស់គ្នាចំណុចនេះក៏ធ្វើឲ្យមនុស្សជាច្រើនមានការខាតបង់ដូចគ្នាដែរបងប្អូនមួយចំនួនក៏ដាក់លុយ$100ចង់បានមួយថ្ងៃហ្នឹង$100មកវិញចង់បានមួយថ្ងៃហ្នឹង$1000មកវិញចង់បានមួយថ្ងៃហ្នឹងខ្លាយជាអ្នកមានសួរថាវាអាចទៅរួចទេវាអាចទៅរួចទេហើយចំណុចទាំងអស់នេះហើយដោយសារតែ trading ហ្នឹងគឺឃើញប្រាក់ចំណេញនៅនឹងភ្នែកឃើញចរន្តសាច់ប្រាក់ចំណេញធ្វើឲ្យគាត់មានការលោភលន់ចំណុចទាំងនេះធ្វើឲ្យអន្តរាយសម្រាប់មនុស្សយើងមួយចំនួនដែលគាត់លោភលន់ប៉ុន្តែសួរថាចំណុចហ្នឹងអាចកែប្រែបានអត់បានដោយវិធីសាស្ត្រមួយណាគឺយើងរៀនរៀបចំផែនការបានត្រឹមត្រូវធ្វើវាបែបអាជីវកម្មត្រូវដឹងថាអូខេមួយខែយកប្រហែលភាគរយដែលវាសមស្របជាមួយនឹងការចំណាយពេលវេលាជាមួយនឹងការបើករកស៊ីទៅលើអាជីវកម្ម trading មួយកន្លែងនេះបងប្អូនអាចរៀបចំបាននៅពេលបងប្អូនអាចរៀបចំកន្លែងនេះបានវិស័យ trading នឹងរឹតតែល្អសម្រាប់បងប្អូនទាំងអស់គ្នាចំណេះចេះមិនអាចប្រកបជាទូទៅទោះបីជាបងប្អូនរៀនច្រើនប៉ុណ្ណាក៏ដោយរៀនខ្លាំងប៉ុណ្ណាក៏ដោយការចូលទីផ្សារវាមិនអាចរហូតដល់100%បានទេប៉ុន្តែនៅពេលដែលមនុស្សយើងរៀនបានកាន់តែច្រើនយ៉ាងហោចណាស់ផលចំណេញទៅលើការចូលទីផ្សាររបស់ពួកគាត់ខាតតិចជាងចំណេញច្រើនជាងខាតត្រូវបងប្អូនទាំងអស់គ្នានៅពេលដែលមនុស្សយើងរៀនចេះកាន់តែខ្លាំងតើតើជាមួយនឹងការចូលទីផ្សារក៏កាន់តែមានប្រសិទ្ធភាពខ្ពស់ដែរហើយត្រូវចាំថាអត់មានអ្វីដែលវាគ្រប់10ទាំងអស់ឲ្យបងប្អូនទាំងអស់គ្នាការចូលទីផ្សារម្ដងខុសម្ដងត្រូវគឺសម្រាប់អ្នកដែលគាត់ចូលទីផ្សារដោយពឹងទៅលើសំណាងសុទ្ធសាធគាត់បានរៀនពីទីផ្សារទេគាត់បានសិក្សាទៅលើវិស័យមួយហ្នឹងទេគាត់បានរៀបចំផែនការត្រឹមត្រូវគាត់នឹងចូលទីផ្សារជួបជាមួយនឹងម្ដងខុសម្ដងត្រូវអានេះគេហៅថាការចូលទីផ្សារពឹងទៅលើសំណាងផ្សារមានអាចកំបាំងតាមពិតទៅបងប្អូនទាំងអស់គ្នាទីផ្សារវាមិនមានអាចកំបាំងអីខ្លាំងទេព្រោះទីផ្សារវាកើតចេញមកពីមនុស្សយើងទេត្រូវអត់បងប្អូនទាំងអស់គ្នាតែអាស្រ័យលើថាបងប្អូនទាំងអស់គ្នាហ្នឹងបានយកចិត្តខ្លួនឯងឬក៏យកខ្លួនឯងហ្នឹងទៅសិក្សាបាននៅក្នុងកម្រិតមួយណាថាបានរៀនពីវាមកអត់ព្រោះនៅពេលដែលបងប្អូនរៀនទៅលើទីផ្សារហ្នឹងទៅបងប្អូនក៏អាចធ្វើបានដូចជាគ្នាដែរត្រូវអត់បងប្អូនទាំងអស់គ្នាតែវាត្រូវការទាមទារទៅលើការសិក្សាដូចគ្នាហើយបើសិនជាបងប្អូនចង់ឆាប់ចេះឲ្យកាន់តែលឿនអាចបងប្អូនទៅរកលើ mentor ដែលគាត់មានបរិញ្ញាបច្ចុប្បន្ននេះ mentor គឺច្រើនខ្លាំងមែនទែនអញ្ចឹងបងប្អូនបើកចិត្តទៅរៀនទៅបងប្អូននឹងឆាប់យល់ពីបរិបទនៅក្នុងទីផ្សារនេះទាំងមូលហើយកុំភ្លេច follow ក៏ដូចជា subscribe ទៅលើរៀន trade ដើម្បីទទួលបានចំណេះដឹងនៅក្នុងការ trading